ត្រីវេទវេទមន្តលើភ្នំដងរែកកំបាំងគ្រូកាយការណាគមពាក់ព័ន្ធជាមួយនឹងបណ្ដាសាពូជចក្រីតាំងពីដើមកំណើតនៃរាជវង្សចក្រីក្នុងឆ្នាំ1782មានទំនាយសម្ងាត់មួយដែលត្រូវបានខ្សឹបតគ្នាក្នុងរង្វង់គ្រួសាររាជវង្សថាតែនឹងត្រូវរលាយសាបសូន្យនៅត្រឹមរជ្ជកាលទី10ពាក្យទំនាយនេះប្រៀបដូចជាដាវអាញាសឹកដែលព្យួរនៅលើក្បាលរបស់ពួកគេគ្រប់ពេលវេលាដល់ស្ដេចរាមាទី9គឺព្រះបាទភូមិបុលអដុលយដេតមានពុត្រីមួយព្រះរាជកញ្ញាសិរីវឌ្ឍនាបញ្ញវន្តឧបបុលរតនាទី2ព្រះកញ្ញារតនរាជកុមារីមហាចក្រីសិរិន្ធរប្រជាជនថៃហៅថាព្រះនាងទេ3ព្រះបរមករណាអធិបតីសិរីមហាវច្ឆរាលង្ករបឌិនទេពយៈវរាអង្គររាមាទី4ព្រះអង្គម្ចាស់ជលចក្រពង្សមហេដលមានអង្គក្សត្រីមួយអង្គដែលប្រជាជនថៃប្រសិទ្ធនាមថាព្រះនាងទេពឬព្រះនាងមហាចក្រីសិរិន្ធរទ្រង់មិនត្រឹមតែជាព្រះរាមបងស្រីរបស់ស្ដេចរាមាទី10បច្ចុប្បន្ននោះទេប៉ុន្តែទ្រង់គឺជាតួអង្គអាថ៌កំបាំងដែលមានចំណេះដឹងជ្រៅជ្រះខាងភាសាបាលីសំស្ក្រឹតបុរាណវិទ្យាខ្មែរលើសពីក្សត្រអង្គណាទាំងអស់ក្នុងពូជនាងសិរិន្ធរត្រូវបានគេដឹងថាជាក្សត្រីដែលចំណាយពេលស្ទើរពេញមួយព្រះជន្មដើរចុះឡើងក្នុងប្រាសាទបុរាណនេះនៃដ៏មុតស្រួចរបស់ទ្រង់អាចអានសាលាចរិកដែលកប់ក្រោមស្លែរាប់ពាន់ឆ្នាំបានយ៉ាងស្ទាត់ក្នុងចំណោមបុត្រទាំង4នៃស្ដេចរាមាទី9មានតែព្រះនាងសិរិន្ធរមួយអង្គគត់ដែលមានទទួលបានបញ្ញាលើសលប់និងសមត្ថភាពចាំពីអតីតជាយល់ច្បាស់ថាមូលហេតុដែលព្រះនាងសម្រេចព្រះទ័យមិនយកស្វាមីនៅលាវមកដល់ពេលបច្ចុប្បន្នគឺដើម្បីរក្សាធាតុបរិសុទ្ធសម្រាប់បន្តជីវិតរាជវង្សព្រះនាងមាននិស្ស័យយ៉ាងជ្រៅជាមួយនឹងទឹកដីបុរាណកម្ពុជាព្រោះតែអតីតជាព្រះនាងឃើញខ្លួនឯងធ្លាប់ជាប់ពាក់ព័ន្ធនឹងវិញ្ញាណក្ខន្ធបុព្វបុរសកម្ពុជាកាលពីរាប់ពាន់ឆ្នាំមុនបច្ចុប្បន្នទ្រង់នៅលាវរក្សានៅព្រហ្មចារីយ៍យ៉ាងខ្ជាប់ខ្ជួនតាមក្បួនបុរាណមនុស្សដែលរក្សាព្រហ្មចារីយ៍មានចំណេះដឹងខ្ពស់គឺជាមនុស្សដែលអាចតាក់ទងនឹងអាទិទេពបានទ្រង់ថាប្អូនប្រុសរបស់ទ្រង់រាមាទី10កំពុងស្ថិតក្នុងគ្រោះថ្នាក់នៃទំនាយរលត់រជ្ជកាលទើបទ្រង់ប្រើចំណេះដឹងបាលីនិងការវិភាគចម្លាក់ខ្មែរដើម្បីស្វែងរកផ្លូវដោះស្រាយតាមរយៈការធ្វើពិធីនៅប្រាសាទវេទមន្តបង្វែរជោគវាសនាបានប្រាសាទវេទមន្តតូចឬហៅកាត់ថាប្រាសាទតាមន់តូចជានៃអំណាចនិងទេជៈទីនោះជាកន្លែងតម្កល់កម្លាំងទ័ពប្រាសាទវេទមន្តធំប្រាសាទតាមន់ធំជាបេះដូងសំខាន់ព្រោះមានថ្មភូលឹងព្រះសិវៈដុសពីធម្មជាតិសៀមជឿថាបើបានធ្វើពិធីស្រោចទឹកនៅលើលឹងនោះទឹកនោះនឹងក្លាយទៅជាទឹកអម្រឹតអាចតអាយុរាជវង្សប្រាសាទសុំសិរីសួស្តីប្រាសាទតាក្របីជាអរោគសិលាសម្រាប់សុំសេចក្តីសុខនិងការការពារជំងឺថ្កាត់ព្រះនាងបានចំណាយពេលជិតមួយជីវិតទ្រង់ត្រីវេទមន្តនៅតាមជួរភ្នំដងរែកត្រីវេទមន្តមិនមែនជាសត្វត្រីនោះទេគឺជាកូដសម្ងាត់នៃត្រីវេទមន្តទាំង3ដែលមានអំណាចចូលមកក្នុងសម័យបច្ចុប្បន្នព្រះនាងសិរិន្ធរឬក៏កាត់ព្រះនាងទេពដែលជាអ្នកមានចំណេះដឹងភាសាបាលីវិទ្យាខ្មែរយ៉ាងជ្រៅជ្រះទ្រង់បានជ្រាបច្បាស់អំពីទំនាយរលត់រាជវង្សត្រឹមរាមាទី10កាលដែលទ្រង់យាងចុះឡើងក្នុងប្រាសាទខ្មែរនិងព្យាយាមបកស្រាយសិលាចារឹកគឺចេតនាស្វែងរកវិធីដោះបណ្ដាសាឲ្យប្អូនប្រុសរាមាទី10ការដែលរូបសំណាកគ្រូកាយកែវស្រាប់តែលេចមុខយ៉ាងអាថ៌កំបាំងមានការសែនព្រេនយ៉ាងសន្ធឹកសន្ធាប់នៅកណ្ដាលក្រុងបាងកកនាពេលនេះមិនមែនជារឿងចៃដន្យឡើយគឺជាស្ដេចមុនអាគមងងឹតដែលពួកសៀមលោភលន់ព្យាយាមដាស់ប្រលឹងគ្រូខ្មែរឲ្យមកជួយទប់ទល់នឹងការសកាត់ដែលកំពុងតែដាក់ទណ្ឌកម្មដល់ពូជចក្រីកាលពីសម័យអង្គរដ៏រុងរឿងគ្រូកាយកែវមិនមែនជាបិសាចនោះទេប៉ុន្តែគឺជាឥសីភូជង្គនាគម្នាក់ដែលបានសម្រេចវិជ្ជាដ៏ខ្ពង់ខ្ពស់បំផុតក្នុងតំបន់ភ្នំដងរែកគឺជាអ្នកការពារត្រីវេទមន្តនិងជាអ្នកថែរក្សាថ្មដុសធម្មជាតិតំណាងឲ្យរូបរាងដែលមានស្លាបនិងចង្កូមនោះគឺជារូបនិមិត្តនៃអំណាចការពារសត្រូវតែកាលដែលសៀមចូលមកទឹកដីខ្មែរបានលួចយកអាថ៌កំបាំងនិងរូបសំណាកទូចរបស់លោកចេញពីប្រាសាទវេទក្នុងបំណងយកទៅធ្វើជាទេសកមុននគរដើម្បីការពាររាជបល្ល័ង្កសៀមដែលសាងឡើងលើឈាមនិងទឹកដីអ្នកដទៃដែលរជ្ជកាលរាមាទី9ខិតជិតមកដល់ទីបញ្ចប់ហើយរាមាទី10ក៏ត្រៀមឡើងគ្រងរាជ្យខ្លាចនៃទំនាយរលាយរាជវង្សបានធ្វើឲ្យក្រុមមន្ត្រីនិងមេទ័ពថៃសម្រេចចិត្តធ្វើរឿងដ៏ល្ងង់ថ្លៃបាបកម្មបំផុត
បច្ចុប្បន្នស្ដេចរាមាទី10បានឡើងគ្រងរាជ្យប៉ុន្តែរាជបល្ល័ង្កពោពេញទៅដោយភាពក្តៅក្រហាយនិងបញ្ហាផ្ទៃក្នុងមិនចេះចប់ការលេចឡើងនៃរូបសំណាកគ្រូកាយកែវនៅកណ្ដាលទីក្រុងបាងកកគឺជាសញ្ញាចុងក្រោយដែលបង្ហាញថាដែលពួកគេលួចយកទៅកំពុងតែទាមទាររកយុត្តិធម៌ថៃបានបញ្ជាទ័ពឲ្យឈ្លានពានចូលទឹកដីកម្ពុជានៅក្នុងតំបន់ទាំង3នេះគ្រាន់តែដើម្បីយកទឹកដីប៉ុន្តែដើម្បីគ្រប់គ្រងទីតាំងដើម្បីធ្វើពិធីបួងសួងទេវរាជរាមាទី10អាចគ្រប់គ្រងបានយូរអង្វែងយើងត្រូវតែយកឈាមទាហានមកបូជានិងធ្វើពិធីសុំអំណាចពីស្វយភូលឹងនៅប្រាសាទតមនធំឲ្យបានទោះបីជាបូជាជីវិតមនុស្សប៉ុន្មាននេះហើយជាមូលហេតុដែលពួកគេព្យាយាមវាយយកមិនឈប់ឈរព្រោះគេជឿថាអំណាចវេទមន្តនៃប្រាសាទខ្មែរទាំងនេះនោះរាជវង្សចក្រីនឹងត្រូវដួលរលំដោយដើមឈើគ្មានឫសទោះបីជាព្រះនាងសរិនថងខិតខំប្រើចំណេះដឹងបាលីដើម្បីសូត្រអង្វរកយ៉ាងណាក៏បារមីដូនតាខ្មែរមិនអនុញ្ញាតឡើយក្នុងពេលដែលទាហានសៀមព្យាយាមចូលទៅកាន់កាប់មានរឿងរ៉ាវចម្លែកជាច្រើនបានកើតឡើងទាហានឈ្លានពានតែងតែជួបប្រទះនឹងការយល់សុបិនអាក្រក់ឃើញតបខ្មោចបុរាណដេញកាប់ពិធីបួងសួងសម្ងាត់ដែលពួកគេលួចធ្វើនៅពេលយប់តែងតែត្រូវបរាជ័យដោយសារខ្យល់ព្យុះនិងបាតុភូតព្រឹត្តិការណ៍ខ្មែរនៅតំបន់នោះបានពោលថាចៅអាចលួចរូបចម្លាក់បានតែមិនអាចលួចម្ចាស់ទឹកដីបានទេមកនៅប្រាសាទតមនធំទទួលយកការបូជាពីអ្នកមានសិលធម៌ជាម្ចាស់ដើមប៉ុណ្ណោះអ្នកមកឈ្លានពាននឹងត្រូវទទួលបណ្ដាសាភ្លើងដែលពួកគេដុតនឹងឆេះរោដល់ផ្ទះពួកគេវិញ